ចាអ៊ុតសក់អញ្ចឹងអាក្រក់ដល់ហើយប្រាប់ក្នុងគោលបំណងល្អទេកុំចាញ់បញ្ចូលគេបងប្អូនគិតថាសក់អ៊ុតដូចខ្ញុំអញ្ចឹងអាក្រក់អត់ពីមុនខ្ញុំអ៊ុតសរសៃរាងធំលើកនេះខ្ញុំអ៊ុតសរសៃតូចហើយគេថាអ៊ុតអញ្ចឹងអាក្រក់តែខ្ញុំស្រឡាញ់តែពិតមានអ្នកខ្លះក៏ស្រឡាញ់សក់ត្រង់អ្នកខ្លះក៏ស្រឡាញ់សក់រួញអ្នកខ្លះក៏ស្រឡាញ់សក់រាងកប៉ោងអញ្ចឹងទៅហើយខ្ញុំស្រឡាញ់សក់រួញហើយខ្ញុំអ៊ុតសក់នេះមិនមែនដោយសារតែចាញ់បញ្ចូលពីណាគេទេខ្ញុំអ៊ុតតាំងពីអាយុ18 19ឆ្នាំខ្ញុំឥឡូវនេះជិត40ហើយអញ្ចឹងខ្ញុំអ៊ុតបែបហ្នឹងចង់20ឆ្នាំហើយគាត់ថាពេលខ្លះខ្ញុំក៏កាត់សក់ខ្លីតែខ្ញុំអត់អ៊ុតតែពេលតែបើអ៊ុតគឺខ្ញុំនិយាយទៅភាគច្រើនគឺខ្ញុំអ៊ុតតាំងពីអាយុ18 19រហូតដល់ឥឡូវហ្នឹងជិត48ហើយ អត់បានចាញ់បញ្ចូលពីណាទេប៉ុន្តែជាធម្មតាខ្ញុំជ្រើសរើសនៅអ្វីដែលខ្លួនឯងស្រឡាញ់ហើយធ្វើនៅអ្វីដែលខ្លួនឯងចង់បានខ្ញុំអត់ខ្វល់ពីកែវភ្នែកអ្នកដទៃមើលមកអូខ្ញុំអត់ស្អាតទេអូនអញ្ចេះអត់ស្អាតអឺធ្វើអញ្ចេះអត់ល្អធ្វើអញ្ចេះទើបល្អឥឡូវបើសិនជាខ្ញុំបន្ទោសខ្ញុំនិយាយទៅវិញថាអូនឯងសក់អញ្ចឹងមើលទៅអាក្រក់ខ្លាំងណាស់អូនឯងទទួលយកទេអូនឯងនឹងនិយាយថាអត់ទេសក់ខ្ញុំបែបនេះទើបហៅថាស្អាតតាមពិតទៅមនុស្សគឺមានទស្សនវិស័យដូចគ្នាឧទាហរណ៍ប្តីខ្ញុំអញ្ចឹង ប្តីខ្ញុំថាខ្ញុំស្អាតស្អាតមែនតើខ្ញុំនិយាយត្រង់ប្តីខ្ញុំប្អូនខ្ញុំឡើង3ឆ្នាំហើយគាត់សង្ហាតែគាត់បែរជាគិតថាខ្ញុំនឹងជាស្រីស្អាតហើយគាត់ហួងហែងខ្ញុំខ្លាំងមែនតើតែបើប្រុសផ្សេងទៀតណាកាលខ្ញុំនៅខ្មែរគេថាខ្ញុំអត់ស្អាតទេខ្ញុំអាក្រក់មែនតើស្ទាយខ្ញុំក៏មើលទៅអត់ចូលភ្នែកមើលទៅគេថាអុយរៀបចំខ្លួនដូចអ្នកសំទៀនអត់ស្អាតអញ្ចេះអូអ្នកប៊ូលីខ្ញុំច្រើនណាស់ខ្ញុំនិយាយមែនច្រើនមែនតើប៉ុន្តែខ្ញុំគ្រាន់តែចង់ចែករំលែកទៅអ្នកផ្សេងទៀតថានៅពេលដែលគេប៊ូលីយើងថាបែបនេះឬក៏បែបនោះយើងត្រូវមើលមកខ្លួនឯងថាវាជាអ្វីដែលខ្លួនឯងចូលចិត្តអត់ហើយស្របនឹងកាលៈទេសៈអត់ព្រោះពេលខ្លះឧបមាថាខ្ញុំត្រូវទៅធ្វើការអញ្ចឹងខ្ញុំត្រូវបួងសក់ឬក៏ចងសក់ឬក៏ខ្ញុំអាចរៀបសក់ឲ្យត្រូវនឹងស្ថានភាពប៉ុន្តែពេលដែលជាលក្ខណៈ private time យើងគួរតែជ្រើសរើសនៅអ្វីដែលជាខ្លួនឯងយើងអត់គួរកើតមកដើម្បីផ្គាប់ចិត្តកាយភ្នែកអ្នកដទៃឬក៏ការរិះគន់អ្នកដទៃស្របទៅតាមអ្វីដែលអ្នកផ្សេងគិតទេប៉ុន្តែយើងគួរតែជ្រើសរើសនៅអ្វីដែលយើងចង់បានបើសិនជាយើងកើតមករហូតដល់ថ្ងៃស្លាប់ទៅវិញណាសូម្បីតែអ្វីដែលខ្លួនឯងចង់ធ្វើក៏យើងអត់ធ្វើអូយអូនឯងរាំអញ្ចឹងអត់ស្អាតទេរាំអញ្ចឹងផុសនៅក្នុង TikTok តិចគេហៅឈួតទៅយើងស្រឡាញ់អីយើងធ្វើហ្នឹងទៅអ្នកដែលគេថាយើងឈួតតាមពិតអ្នកនឹងចង់ឈួតជាងយើងទៀតអ្នកខ្លះចង់ធ្វើប៉ុន្តែធ្វើមិនសមឬក៏ធ្វើមិនដូចអ្នកខ្លះយើងធ្វើមិនសូវជាល្អទេប៉ុន្តែយើងហ៊ានធ្វើតែអ្នកខ្លះសូម្បីតែបើកចិត្តក្នុងការធ្វើមិនទាំងហ៊ានផងដូច្នេះហើយពេលដែលយើងរិះគន់អូខេរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែយើងគួរតែបើកចិត្តមើលមកពិភពលោកពេលដែលបងដើរមកបរទេសអ្នកខ្លះធ្វើសក់ឡើងចម្លែកជាងបងទៀតប៉ុន្តែគេfeeling comfortable ពីព្រោះគេស្រឡាញ់នៅអ្វីដែលគេចង់ធ្វើអ្នកខ្លះសាក់នៅលើមុខឡើងដូចឆ្កួតអ្នកខ្លះថាអូបែបនោះដូចឆ្កួតចឹងតែសម្រាប់គេគឺគេយល់ថាអឺស្អាតស្រស់ស្អាតមែនតើវាជា style របស់មនុស្សម្នាក់ៗ ដូចខ្ញុំអញ្ចឹងខ្ញុំអត់ចូលចិត្តញ៉ាំប៊ីយ៉ាទេខ្ញុំអត់ចូលចិត្តគ្រឿងស្រវឹងទេប៉ុន្តែអ្នកដែលគេចូលចិត្តផឹកគឺគេយល់ថាវាឆ្ងាញ់ហើយខ្ញុំចូលចិត្តផឹកតាកូកាខ្ញុំយល់ថាកូកាឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំអាហារហឹរហើយអ្នកដែលអត់ចូលចិត្តហឹរគេថាញ៉ាំហឹរញ៉ាំអត់ឆ្ងាញ់ទេតែអ្នកចូលចិត្តហឹរញ៉ាំឆ្ងាញ់ហើយបើយើងទៅដេញដោលគេថាអូអ្នកឯងធ្វើអញ្ចឹងអត់សមទេធ្វើអញ្ចេះទើបសមអ្នកឯងអត់គួរធ្វើបែបនេះទេធ្វើបែបនេះទើបល្អប៉ុន្តែកែវភ្នែករបស់យើងគឺមើលនៅក្នុងពិភពលោកដែលយើងមើលឃើញ រីឯកែវភ្នែករបស់ខ្ញុំគឺមើលនៅក្នុងពិភពលោកដែលខ្ញុំមើលឃើញអញ្ចឹងនៅពេលដែលយើងវិនិច្ឆ័យថាអ្នកនេះសមឬក៏អ្នកនោះមិនសមយើងអាចបានរស់នៅឬក៏កំពុងតែមើលឃើញនៅស្ថានភាពដែលខ្ញុំមើលឃើញទេយើងមើលឃើញតែផ្នែករបស់យើងខ្ញុំមើលឃើញតែផ្នែករបស់ខ្ញុំនេះខ្ញុំនិយាយនេះមិនមែនខឹងទេតែវាគ្រាន់តែជាការបកស្រាយដូច្នេះពេលដែលយើងសម្រាប់អ្នកផ្សេងទៀតក៏ដោយយើងគួរសម្រេចចិត្តធ្វើនៅអ្វីដែលខ្លួនឯងស្រឡាញ់និងធ្វើអ្វីដែលខ្លួនឯងចង់បានបើសូម្បីតាការសម្រេចចិត្តភាពជាខ្លួនឯងមិនមានតើយើងរស់នៅមានន័យអីសួរត្រង់ចុះសូម្បីតែការស្លៀកពាក់ក៏យើងត្រូវរឹតបន្តឹងទៅតាមពិភពលោកនឹងដែរ No ខ្ញុំមិនដឹងថាអ្នកណាគិតមកទេប៉ុន្តែសម្រាប់ខ្ញុំនិន្នាការមិនថាសាសនាមិនថាវប្បធម៌ឬប្រពៃណីវាកើតឡើងតាំងពីសម័យបុរាណប៉ុន្តែសម័យខ្ញុំនៅពេលដែលខ្ញុំស្រឡាញ់អីខ្ញុំចង់ធ្វើអីគឺខ្ញុំធ្វើហ្នឹងខ្ញុំអត់បានខ្វល់ច្រើនទេខ្ញុំយល់ថាខ្ញុំសប្បាយចិត្តនឹងស្លៀកពាក់អញ្ចឹងឲ្យថាអូហែងចាស់ហើយស្លៀកពាក់អញ្ចឹងអត់សមទេអើ អូពីក្មេងខ្ញុំអត់មានឱកាសស្លៀកពាក់អញ្ចឹងទេក្រពេកអត់មានលទ្ធភាពបើសិនជាក្មេងខ្ញុំមានលទ្ធភាពខ្ញុំស្លៀកអញ្ចឹងតាំងពីក្មេងបើសិនខ្ញុំមានឱកាសធ្វើវាខ្ញុំធ្វើតាំងពីក្មេងប៉ុន្តែខ្ញុំអត់មានឱកាសឥឡូវខ្ញុំមានឱកាសខ្ញុំអត់អាចធ្វើបានដោយសារតែខ្ញុំអាយុច្រើនខ្ញុំចាស់ No
តែខ្ញុំចង់ធ្វើខ្ញុំធ្វើខ្ញុំចង់ដើរខ្ញុំចង់ដើរពេលណាខ្ញុំចង់ស្លៀកពាក់ខ្ញុំចង់ស្លៀកពាក់អ្នកខ្លះនិយាយថាចេះអូយសំឡេងហែងអត់ព្រោះហេអឺនិយាយមកពិបាកស្ដាប់អាមិនបាច់ខ្វល់ពីព្រោះគេអត់អាចគេអត់ចូលចិត្តសំឡេងយើងប៉ុន្តែអាចមានអ្នកផ្សេងចូលចិត្តហើយបើទោះបីជាពិភពលោកទាំងអស់គេមិនចូលចិត្តសំឡេងយើងហើយក៏យើងត្រូវចូលចិត្តខ្លួនឯងដែរ more confident លើខ្លួនឯងបងគិតថាអ្នកដែល comment បែបហ្នឹងនឹងមានអ្នកផ្សេងទៀតតាមពិតអ្នកដែល comment បែបហ្នឹងគឺបងជឿថាពួកប្អូនរស់នៅក្នុងសម្ពាធនៃសង្គមចូលចិត្តស្រីសាច់សអូនតតែសទើបហៅតែស្រីស្អាតខ្ញុំស្រឡាញ់សម្បុរខ្ញុំស្រឡាញ់ style របស់ខ្ញុំស្រឡាញ់បែបរបស់ខ្ញុំហើយពេលខ្លះខ្ញុំស្រឡាញ់បែបលក្ខណៈ messy hair របស់ខ្ញុំរបៀបរញ៉េរញ៉ៃហើយឧទាហរណ៍ខ្ញុំអញ្ចឹងឃើញទេតោះខ្ញុំទៅមុខពេលខ្ញុំចង់រៀនគឺខ្ញុំព្រាយពីហ្នឹងខ្ញុំនេះជា style របស់ខ្ញុំមិត្តភក្តិខ្ញុំខ្លះគឺគេមានវិន័យក្នុងការរស់នៅដោយថាសភៅតុអីគឺរៀបឡើងផ្លឹងហ្មងទើបគេអង្គុយរៀនកើតតែខ្ញុំមិនថាទៅរៀននៅក្នុងរោងចក្រឲ្យតែខ្ញុំចង់រៀនគឺខ្ញុំរៀនកើតតែបើខ្ញុំអត់ចង់រៀនទោះបីជាអ្នកឯងយកខ្ញុំទៅដាក់នៅក្នុងវាំងទៀតគឺខ្ញុំរៀនអត់កើត you know